Bà xôm chấm riệp xua tới căn bụng mai bóng phổ từng ọc khnia bà chẳng video này cứ nhau mòn này dây chấm nói đa bụng mai bóng phổ từng ọc khnia mình toàn đăng nó lơ bà Honda PCX กำลัง machine 125ណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងយើងដឹងស្រាប់ហើយថា Honda PCX 125ហ្នឹងគឺមាន4ពណ៌เนาะបាទមានពណ៌ទឹកប៊ិចបាទពណ៌ស៊ីម៉ង់ពណ៌សពណ៌ខ្មៅបាទហើយចំពោះប្រព័ន្ធប្រាំងគឺប្រើប្រាំង ABS ចឹងហើយប្រើ Smart Key ក៏ដូចជា Counter Digital ណាពុកម៉ែបងប្អូនអរគ្នាហើយប្រើប្រាស់ប្រព័ន្ធប៊ិចសាំងអាហ្នឹងយើងដឹងទាំងអស់គ្នាហើយបាទហើយប្រើ Tele 2គ្រាប់ក៏យើងដឹងទាំងអស់គ្នាដែរប៉ុន្តែចំណុចដែលពុកម៉ែបងប្អូនទាំងអស់គ្នាអត់ដឹងនោះគឺថានៅក្នុងប្រទេសកម្ពុជាដោយសារតែមានច្បាប់ថ្មីចេញមកណាបាទអញ្ចឹងសម្រាប់ប្រទេសកម្ពុជារបស់យើងគឺកំពុងតែអភិវឌ្ឍបាទអភិវឌ្ឍដល់កម្រិតហើយណាបាទព្រោះថាច្បាប់ចរាចរណ៍នៅលើពិភពលោកបើសិនជាប្រទេសអភិវឌ្ឍរហូតទៅដល់បើមានស្ពានក្រោមដីចំនួន8ឡើងទៅគឺតម្រូវឲ្យរាល់ឡានឬក៏ម៉ូតូទាំងអស់បាទត្រូវការតែបើកភ្លើងបាទបើកភ្លើងអូតូណាបាទមានថា Daring Light របស់គេហ្នឹងបាទអញ្ចឹងសម្រាប់ Honda PCX នេះគឺចេញមកឆ្នាំនេះអត់មានកុងតាក់បិទបើកភ្លើងទេណាបាទគឺបើកភ្លើងដោយអូតូតែម្ដងបាទដោយសារតែចូលទៅក្នុងច្បាប់ហ្នឹងហើយបាទអញ្ចឹងវាអត់មានកុងតាក់បិទបើកភ្លើងដូចស្រីមុនអីទៀតទេហើយរាល់ម៉ូតូ Honda ទាំងអស់បាទនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំនេះតទៅគឺលែងមានដាក់កុងតាក់បិទបើកភ្លើងដោយស្រីមុនហើយបាទព្រោះថាច្បាប់ចរាចរណ៍នៅក្នុងស្រុកខ្មែរគឺបានអាប់ដេតកែប្រែថ្មីបាទគឺត្រូវតែជិះម៉ូតូបាទបើកភ្លើងដូចប្រទេសថៃឬក៏ប្រទេសវៀតណាមអញ្ចឹងបាទដោយប្រទេសគេដែលអភិវឌ្ឍហើយណាបាទគឺមានស្ពានក្រោមដីចាប់ពី8ឡើងទៅតម្រូវឲ្យរាល់ឡានរាល់ម៉ូតូទាំងអស់គឺបាទមានភ្លើងគេហៅថាភ្លើងថ្ងៃណាបាទភ្លើងអូតូបាទអញ្ចឹងពេលដែលជិះចូលផ្លូវក្រោមដីគឺភ្លើងហ្នឹងភ្លឺដល់អូតូតែម្ដងតែបើជិះលើផ្លូវធម្មតាអត់សូវភ្លឺទេណាបាទអញ្ចឹងហើយសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលទិញ PCX កម្លាំងម៉ាស៊ីន 125cc ឆ្នាំ2026របស់ក្រុមហ៊ុន Honda NSX Media គឺមិនបាច់រកកុងតាក់បិទបើកភ្លើងទេបាទគឺអត់មានទៀតទេណាមានតែកុងតាក់សុំផ្លូវណាពុកម៉ែបងប្អូនអរគ្នាបាទគឺកុងតាក់បើកភ្លើងហ្នឹងគឺដាក់ទៅកុងតាក់សុំផ្លូវដូចម៉ូតូរបស់ជប៉ុនតែម្ដងណាបាទអញ្ចឹងគឺស្តង់ដារជប៉ុន 100% តែម្ដងម៉ូតូ PCX នេះគឺដូចម៉ូតូជប៉ុនបេះដាក់គឺ 100% អត់មានកុងតាក់បិទបើកភ្លើងទៀតទេណាបាទដោយសារតែច្បាប់ចរាចរណ៍ស្រុកខ្មែររបស់យើងគឺបានកែប្រែហើយណាអធិស្ឋានបាននិយាយខុសគឺបានកែប្រែហើយអញ្ចឹងប្រទេសខ្មែរយើងអភិវឌ្ឍដល់ចំណុចបាទប្រទេសអភិវឌ្ឍហើយអញ្ចឹងគឺតម្រូវឲ្យមានបាទភ្លើងជាប់រហូតបាទជិះម៉ូតូត្រូវតែបើកភ្លើងរហូតណាបាទចាប់ពីឆ្នាំនេះតទៅសូមអរគុណ